នឹងធ្វើមួយដើម្បីឲ្យអ្នកនរគ្នាចេះធ្វើដែរវាជាប្រភេទស្លឹកមិនមែនជាប្រភេទផ្កាទេអញ្ចឹងជាដំបូងគឺយើងមានតែក្តាររាមពណ៌មកយើងកាត់វាជា4ជ្រុងស្មើគ្នាដើម្បីបត់ទៅវាស្មើល្អហើយវាស្អាតដោយសារតែខ្ញុំអត់បានវាស់ຂະຫນាតអីត្រឹមត្រូវទេវាមិនដឹងថាប្រហែលសង់ទីម៉ែត្រទេអញ្ចឹងអ្នកនរគ្នាអាចស្មានទៅតាមនឹងបានតាមពិតទៅងាយស្រួលទេអ្នកនរគ្នាដោយសារតែនេះវីដេអូហ្នឹងគឺខ្ញុំធ្វើយឺតខ្លាំងមែនតើដើម្បីឲ្យអ្នកនរគ្នាបានចេះធ្វើតែអញ្ចឹងណាកន្លោទៅអាចទៅថាគាត់ជាគ្រូបរិញ្ញាអញ្ចឹងទៅអាចទៅតបតែងថ្នាក់បានឬក៏អ្នកខ្លះអីទៅយកទៅកាត់ដាក់តាំងនៅក្នុងបន្ទប់លើអញ្ចឹងណាដើម្បីឲ្យមើលទៅមានសោភ័ណភាពយ៉ាងស្រស់ស្អាតហើយអ្នកនរគ្នាមើលតែដៃខ្ញុំទៅដោយសារតែខ្ញុំខ្ជិលក្នុងការរៀបរាប់ខ្លាំងមែនតើបត់ចុះបត់ឡើងនៅលាតចេញបត់ចូលដើម្បីឲ្យអ្នកនរគ្នាកាន់តែច្បាស់បន្ថែមធ្វើមួយប៉ុណ្ណឹងហើយបើថាមិនច្បាស់ទៀតអាចមករៀនផ្ទាល់ជាមួយខ្ញុំបានក៏ប៉ុន្តែកុំភ្លេចទិញក្តាររាមពណ៌មកផងព្រោះថាគ្រូនេះគឺអត់មានក្តារពណ៌ទេចាចង់និយាយចឹងអាហ្នឹងខ្ញុំធ្វើនៅពេលណាដែលខ្ញុំទៅនៅផ្ទះដើម្បីកាត់ចំណាយការទូរស័ព្ទផងអញ្ចឹងណាមួយក៏យើងបានវីដេអូដើម្បីផុសឲ្យមួយទៀតបានទាំងអ្នកនរគ្នារៀនតាមខ្ញុំទៀតចំណេញហួសរៀន free អត់គិតលុយទេអ្នកនរគ្នាអាចមើលបានតែបើថានៅរវល់ក៏ share វីដេអូនឹងទុកមើលសិនទៅប៉ុន្តែបើថាតនេះក៏អាចមើលហើយគឺធ្វើភ្លាមអនុវត្តភ្លាមតែម្ដងដើម្បីឆាប់ចេះលឿនងាយក្នុងការយល់ការធ្វើជាមួយនឹងស្លឹកឈើបែបនេះគឺវារៀងពិបាកជាងការធ្វើផ្កាទៀតអ្នកនរគ្នាបត់ផ្កាគឺងាយស្រួលទេប៉ុន្តែបើស្លឹកឈើនេះដោយសារតែស្លឹកឈើនេះគឺជាស្លឹកឈើបរទេសអ្នកនរគ្នាឃើញក្រៅប្រទេសគឺមានតែខ្ញុំអត់ដឹងថាជាស្លឹកឈើអីដែរខ្ញុំអត់ស្គាល់បើមានអ្នកដឹងអ្នកស្គាល់ចាំជួយប្រាប់ខ្ញុំផងណាថាស្លឹកនេះគឺជាស្លឹកអ្វីឥឡូវបន្ទាប់ពីការបត់បែនចុះឡើងហើយចាំយើងយកត្រៃមកដើម្បីកាត់វាតែម្ដងហើយសម្រាប់កាត់ជុំទី1ហ្នឹងគឺជាតងរបស់វាតងនៃស្លឹកអ្នកនរគ្នាអញ្ចឹងយើងកាត់ពីបែកជារាងរបស់វាមកទៅជ្រុងជាមួយនឹងតងនៃស្លឹកមិនដែរអ្នកនរគ្នាប៉ុណ្ណឹងអីអាចច្បាស់បន្តិចនៅតែប៉ុណ្ណេះគឺស្លឹកពណ៌របស់យើងគឺបានយ៉ាងងាយស្រួលពីស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងបង្ហាញមួយទៅដើម្បីកុំឲ្យវីដេអូនឹងវែងពេកឲ្យអ្នកនរគ្នាមានការធុញថប់អញ្ចឹងក៏សម្រាប់ថាកាត់តែមួយទៅហើយសពប្រហែលអ្នកនរគ្នាអាចធ្វើខ្លួនឯងបានអញ្ចឹងនៅពេលដែលយើងកាត់ស្លឹកហើយគឺទុកវាមួយឡែកសិនដើម្បីយើងធ្វើការមូលមេឃមូលធាងវាវិញម្ដងទុកតភ្ជាប់គុំជាមួយនឹងស្លឹកនឹងឯងអញ្ចឹងបន្ទាប់ពីការមូលមេឃមូលធាងវាអស់ហើយយើងយកអាធាងដែលយើងមូលហ្នឹងយើងជាប់ជាមួយនឹងស្លឹករបស់យើងហ្នឹងមកហើយមួយវិញទៀតខ្ញុំប្រាប់អ្នកនរគ្នាកុំឲ្យឆ្ងល់ហើយមិនបានកាត់ស្លឹកវាមានតមានអីហើយមិនបានចាំបាច់ទៅមូលធាងវាវិញនេះគឺដើម្បីឲ្យវារឹងមាំអញ្ចឹងដល់ពេលដែលយើងមូលស្លឹកវាហើយអញ្ចឹងមានទាំងតមានទាំងស្លឹកអញ្ចឹងយើងសោកជាមួយនឹងស្លឹកហើយកឹបវាចូលជាមួយនឹងធាងមកដើម្បីវាជាប់ល្អតែពេលនេះគឺបានស្លឹកមួយបានមកធាងគឺយ៉ាងស្រស់ស្អាតហើយអ្នកនរគ្នាអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនអ្នកគ្នាជួបគ្នាវីដេអូក្រោយបាយបាយ